Some law mà chu bật lật lì chúng mình nâng cái trái khơi po sờ bò lọt sờ lọ bàn tay bơn dậy bị rú chít vĩnh cứ tha ngăn nhẹแต่ម្ដងសម្រាប់បងប្អូនដែលចូលចិត្តញ៉ាំបែបបន្លែៗដូចនេះខ្ញុំចេះគឺថាស្លមួយមុខនេះត្រូវមាច់តែម្ដងរបៀបធ្វើគឺនេះខ្ញុំត្រូវមានជាមួយនឹងក្បាលត្រីប្រានិងក្បាលត្រីរស់ចាលាងទឹកអំបិលពី3ទឹកបន្ទាប់ពីលាងច្បាច់ទឹកអំបិលហើយនាងខ្ញុំក៏យកក្បាលត្រីនឹងទៅដាក់ស្រោះវាមកតង់សិនដើម្បីឲ្យវាអស់ជាតិរំអិលបងប្អូនក្បាលត្រីនឹងឆ្អិនហើយក៏ដួសវាយកមកដាក់នៅក្នុងកញ្ច្រែងឬក៏ក្បាក់ដូចនេះខ្ញុំចឹងទៅរួចហើយនេះខ្ញុំក៏ដាក់ដាំទឹកនៅឆ្នាំងថ្មីចាយើងក៏បន្ថែមជាមួយនឹងមើមខ្ទឹមសម្ទេសក៏ដូចជារំដេងចំពោះបន្លែដែលនេះខ្ញុំត្រូវស្លគឺមានជាមួយនឹងកញ្ឆែតមានជាមួយនឹងប្លិតហើយនឹងថែមផ្កាស្នោបន្តិចបន្ទាប់ពីទឹកនឹងឃើញថាពុះហើយនាងខ្ញុំក៏ដាក់ប្រហុកសាច់ចូលចាបន្ទាប់ពីដាក់ប្រហុកហើយនាងខ្ញុំអត់ទាន់ជ្រុំទេគឺដួសអាទឹកក្តៅនឹងយកមកជ្រុំជាមួយនឹងអំពិលទុំសិនបងប្អូនរួចហើយក៏ទុកទឹកអំពិលទុំនឹងឲ្យវាចេញចាតាមដំណើរវាទៅហើយក៏នាងខ្ញុំមកបន្ថែមគ្រឿងគឺមានអំបិលស៊ុបមានប៊ីចេងចាមានជាមួយនឹងស្ករសហើយនឹងទឹកត្រីបន្ទាប់ពីដាក់គ្រឿងទាំងអស់នឹងរួចរាល់ហើយនាងខ្ញុំក៏ចាប់ផ្ដើមដួសដាក់ក្បាលត្រីចូលនៅក្នុងឆ្នាំងនឹងតែម្ដងទៅនៅពេលដែលក្បាលត្រីនឹងដួសដាក់ទាំងអស់រួចរាល់ហើយក៏យើងបន្ថែមទឹកអំពិលទុំដែលយើងបានជ្រុំនឹងចូលទៅហើយចំពោះទឹកអំពិលទុំនឹងបងប្អូនលៃស្មានណាបងប្អូនចាយើងដាក់ម្ដងបន្តិចសិនទៅដើម្បីថាយើងការពារកុំឲ្យវាជូរខ្លាំងណាបងប្អូនដាក់មកជូររួចរាល់ហើយនាងខ្ញុំក៏ដួសកញ្ឆែតនឹងដាក់ចូលតែម្ដងដោយសារតែកញ្ឆែតនឹងវាយូរឆ្អិនជាងផ្កាស្នោហើយនឹងផលិតណាបងប្អូនចំណែកទឹកដែលវាចេញមកជាពពុះហ្នឹងគឺបងប្អូនដួសវាចេញទៅព្រោះដោយសារពពុះហ្នឹងគឺវាចេញពីប្រហុកក៏ដូចជាជាតិត្រីដែលយើងបានដាក់ចូលអញ្ចឹងឃើញថាកញ្ឆែតហ្នឹងគឺឆ្អិនចានាងខ្ញុំក៏ដួសជាមួយនឹងផលិតដាក់ចូលតែម្ដងដាក់ផលិតចូលហើយហ្នឹងនាងខ្ញុំក៏គ្របស្លនឹងចារំងាស់វាប្រហែលជា3នាទីអីទេបងប្អូនព្រោះផលិតហ្នឹងគឺវាឆាប់ឆ្អិនដែរទេចាបន្ទាប់ពីយើងគ្របវាទៅចាយើងរំងាស់វាគ្រប់3នាទីចាយើងបើកគម្របមកឃើញថាវាមានពពុះចាឡើងមកដដែលអញ្ចឹងក៏យើងនៅតែដួសវាទៅបងប្អូនព្រោះពពុះហ្នឹងគឺដូចនេះខ្ញុំជំរាបជូនបងប្អូនមិញអញ្ចឹងថាវាចេញពីជាតិប្រហុកហើយជាតិត្រីអញ្ចឹងណាបងប្អូនចាបន្ទាប់ពីដួសពពុះហ្នឹងស្អាតអស់រួចរាល់ចាក៏ដាក់បន្ថែមជាមួយនឹងផ្កាស្នោតែម្ដងទៅហើយបងប្អូនមិនចាំបាច់រំងាស់ឲ្យយូរពេកទេដាក់តែផ្កាស្នោចូលហើយបើកភ្លើងតែ1នាទីគឺធ្វើការបិទភ្លើងទៅប៉ុណ្ណឹងឆ្អិនហើយបងប្អូនព្រោះផ្កាស្នោគឺដូចជាបន្លែស្លឹកដែរចាដាក់ទៅគឺថាឆាប់ឆ្អិនទេបងប្អូនអញ្ចឹងក៏យើងមិនចាំបាច់ឲ្យវាឆ្អិនពេកទេយើងគ្រាន់តែដាក់តែ1នាទីហ្នឹងបិទភ្លើងទៅព្រោះកាលណាផ្កាស្នោនឹងឆ្អិនពេកគឺវាលួយទៅអត់សូវឆ្ងាញ់ទេបងប្អូនឃើញថាស្លឆ្អិនអញ្ចឹងបងប្អូនយើងបានហត់ចាក្តៅហើយយើងញ៉ាំជាមួយនឹងបាយក្តៅហើយបានចុចជាមួយនឹងទឹកត្រីដាក់ម្ទេសឲ្យហឹលហោះបងប្អូនអើយនិយាយពីថាជាតិណាហើយត្រូវក្បាលត្រីនេះវាមានខ្លាញ់តិចអូយបងប្អូនគ្រាន់តែឃើញវីដេអូហ្នឹងគឺថាស្រក់ទឹកមាត់ទៀតតែម្ដងហើយចំពោះការញ៉ាំបាយវិញនាងខ្ញុំថែមបាយអស់ឡើង2-3ចានណាបងប្អូននិយាយអត់កុហកអីនិយាយមែនគឺថាស្លទៅឆ្ងាញ់ពេកអញ្ចឹងក៏ថែមបាយរៀងច្រើនបន្តិច